ពេលដែលខ្ញុំវិភាគម្ដងខ្ញុំមិនដែលគិតថាខ្លួនខ្ញុំនឹងមានជីវិតទេពីព្រោះស្ថិតនៅក្នុងទីចង់និយាយថានៅក្នុងប្រទេសមួយដែលមានខ្វាច្រើនដែលមានពួកវែកច្រើនដែលមានឆ្លាមច្រើននៅពេលដែលយើងវិភាគម្ដងយើងមិនដែលគិតថាខ្លួននឹងមានជីវិតទេប៉ុន្តែបើសិនជាយើងនាំគ្នាខ្លាចយើងនាំគ្នាខ្លាចរបស់គ្នាយើងអាចមានលទ្ធភាពផ្ដល់គំរូដល់យុវជនយើងអត់មានលទ្ធភាពការប្រែប្រទេសយើងអញ្ចឹងហើយបានជាខ្ញុំហ៊ាននិយាយបែបនេះមើលទៅអ្នកអធិប្បាយអ្នកដល់បលគុំក៏សិនជាគាត់មានគោលដៅបដិបត្តិគាត់ជួយសង្គមបដិបត្តិហ្នឹងគឺថាមិនប៉ះពាល់ដោយសារយើងត្រូវតែទៀតឆ្លងយើងចង់និយាយការពិតជាវាយើងនិយាយការពីវិញខ្ញុំមកពីវាឲ្យជំនឿអត់កដាលគឺអត់ក្រោយហ្នឹងកាន់តែមានសេចក្តីក្លាហានឡើងប៉ុន្តែយើងធ្វើមិនផ្ដល់យោបល់ព័ត៌មានដែលមានផុសតាងត្រឹមត្រូវហើយមានលក្ខណៈជាសាសន៍បានច្រើនមានឧទាហរណ៍បានច្រើនហើយប្រកបដោយក្រមសីលធម៌ខ្ពស់អ្វីដែលជាផលវិបាកបើសិនជាយើងវិភាគហើយយើងខ្លាចបរិយាកាសនយោបាយព្រោះយើងវិភាគយើងបារម្ភខ្លាចគេសម្លាប់ខ្លាចជាប់គុកខ្លាចគេធ្វើបាបអញ្ចឹងយើងគិតថាយើងវិភាគអត់ត្រូវជ្រុងនេះយើងគិតថាផ្ដាំដល់សាធារណជនយុវជនយើងនិយាយអីជាការពិតកម្រិតនៃការយល់ដឹងយើងប៉ុណ្ណាយើងនិយាយប៉ុណ្ណឹងខ្ញុំគិតថារក្សានៅតម្លៃជាទូទៅខ្ញុំដាក់ខ្លួនថានៅពេលដែលយើងចាប់ផ្ដើមវិភាគយើងត្រូវមានលិខិតឆ្លងដែនមួយហើយមានវីសា3ទី1បើសិនជាគេមិនសប្បាយចិត្តគេឲ្យយើងទៅទីពេទ្យយើងទៅមិនសប្បាយចិត្តគេឲ្យយើងទៅព្រៃសរយើងទៅហើយបើសិនជាគេមិនសប្បាយចិត្តគេឲ្យយើងទៅវត្តពុទ្ធយើងទៅអាហ្នឹងបានយើងវិភាគទៅយើងបញ្ចេញយោបល់ទៅវាត្រូវជ្រុងណាប៉ុន្តែបើសិនជាយើងខ្លាចនៅវីសាទាំង3ហ្នឹងទេខ្ញុំគិតថាប្រហែលជាពិបាកនឹងផ្ដល់ផលទៅដល់សង្គមបាទ